បាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងខ្ញុំសូមបន្តផ្ដល់ជូននៅព័ត៌មានជាតិសំខាន់ជាបន្តទៀតស្របពេលដែលមានការទទួលស្គាល់ពីគុណភាពនិងរសជាតិឆ្ងាញ់នៃផលិតផលមីជាតិក្រុមហ៊ុន One More Manufacturing ផលិតផលមីកញ្ចប់ឆ្អិនស្រាប់នៅកម្ពុជាមួយនេះបាននាំចេញផលិតផលមីជាតិទៅកាន់ទីផ្សារអន្តរជាតិប្រទេសកូរ៉េខាងត្បូងដែលជាវឌ្ឍនភាពថ្មីដ៏អស្ចារ្យមួយទៀតហើយនាដើមឆ្នាំនេះបន្ទាប់ពីការនាំចេញទៅទីផ្សារក្រៅប្រទេសដំបូងកាលពីឆ្នាំ2021នេះជាមោទនភាពថ្មីនៃផលិតផលមីជាតិខ្មែរលើវិសាលភាពចែកចាយនិងនាំចេញទៅកាន់ទីផ្សារតំបន់អាស៊ីបូព៌ាការបើកទំព័រនៃដំណើរការនាំចេញឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូងឆ្លុះបញ្ចាំងពីការជឿជាក់លើគុណភាពផលិតផលមីជាតិត្រូវបានប្រព្រឹត្តឡើងដោយមានការរៀបចំសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃសុក្រទី7ខែមីនាឆ្នាំ2025នៅក្រុមហ៊ុន One More Manufacturing រោងចក្រផលិតមីជាតិដែលមានការចូលរួមជាអធិបតីភាពពីតំណាងក្រសួងពាណិជ្ជកម្មគណៈគ្រប់គ្រងនៃក្រុមហ៊ុនតំណាងក្រុមហ៊ុនចែកចាយពីប្រទេសកូរ៉េខាងត្បូងព្រមទាំងភ្ញៀវកិត្តិយសជាច្រើនអ្នកទៀតលោកជំទាវជឹងសុគន្ធធីរីនាយិកាប្រតិបត្តិក្រុមហ៊ុន One More Manufacturing មីជាតិបានឲ្យដឹងថាការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនេះពិតជាបានផ្ដល់ភាពវិជ្ជមានជាច្រើនដល់ផលិតផលមីជាតិលើសពីនេះក៏ឆ្លុះបញ្ចាំងពីការទទួលស្គាល់ជឿជាក់លើគុណភាពនិងរសជាតិផលិតផលមីជាតិស្របជាមួយនឹងតម្រូវការទីផ្សាររបស់ប្រជាជននៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរការនាំចេញនេះបានផ្ដល់ជាកាលានុវត្តភាពថ្មីមួយទៀតសម្រាប់ផលិតផលមីជាតិក្នុងការបង្ហាញវត្តមានខ្លួនខណៈគុណភាពនិងរសជាតិនេះបានទទួលស្គាល់រួចជាស្រេចពីសំណាក់ប្រជាជនក្នុងស្រុកលោកជំទាវបានបន្តទៀតថាមីជាតិបានផលិតឡើងក្នុងស្តង់ដារមួយដ៏ត្រឹមត្រូវតាំងពីថ្ងៃបង្កើតដំបូងដើម្បីសម្រេចនៅទស្សនវិស័យជាផលិតផលចំណីអាហារដែលគេគ្រប់គ្នាទទួលស្គាល់ហើយការនាំចេញថ្ងៃនេះដំណើរការឆ្ពោះទៅមុខមួយដំណាក់កាលទៀតដែលក្រុមហ៊ុនបានខិតខំប្រឹងប្រែងជាង6ឆ្នាំកន្លងមកនេះដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុកនិងវិស័យចំណីអាហារវេចខ្ចប់នៅកម្ពុជាលោកឆៃជុងម៉ូននាយកប្រតិបត្តិក្រុមហ៊ុន Ring Peng Co Ltd តំណាងដៃគូចែកចាយមីជាតិប្រទេសកូរ៉េខាងត្បូងបានមានប្រសាសន៍ថាលោកពិតជាមានក្តីសោមនស្សរីករាយនិងមានកិត្តិយសយ៉ាងក្រៃលែងសម្រាប់កិច្ចសហការជាមួយក្រុមហ៊ុនមីជាតិលើកដំបូងនាំចេញទៅកាន់ប្រទេសកូរ៉េដើម្បីបំពេញនៅលក្ខខណ្ឌក្នុងការនាំចេញកម្រិតគុណភាពនិងសុវត្ថិភាពចំណីអាហាររបស់មីជាតិត្រូវបានឆ្លងកាត់ការសិក្សានិងវិតម្លៃយ៉ាងយកចិត្តទុកដាក់បំផុតដោយក្រសួងនិងស្ថាប័នពាក់ព័ន្ធលើបទដ្ឋានស្តង់ដារដើម្បីធានាដល់ការនាំចេញប្រកបដោយសុវត្ថិភាពនិងគុណភាពលោកស៊ិនស៊ីដេតអគ្គនាយករងនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់និងកិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំកបបនៃក្រសួងពាណិជ្ជកម្មបានបង្ហាញនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនដែលបានចូលរួមចំណែកក្នុងការការពារការប្រើប្រាស់ជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារសម្រាប់ប្រជាជនកម្ពុជាដោយបានអនុវត្តនៅអភិក្រមរួមមានការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកការផលិតដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ជប៉ុននិងបំពេញបាននៅលក្ខខណ្ឌតម្រូវផ្នែកគុណភាពនិងសុវត្ថិភាពដោយដាក់ឲ្យអនុវត្តនៅប្រព័ន្ធ ISO 2000និង2018ប្រព័ន្ធ ISO 2901និង2015ប្រព័ន្ធ GHPS និងប្រព័ន្ធ HACCP ជាដើមលោកសូមចូលរួមអបអរសាទរប្រកបដោយមោទនភាពជាមួយមីជាតិចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនដែលអាចនាំចេញមីជាតិទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូងបានបន្ទាប់ពីការឆ្លងកាត់ការត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារស្របតាមបទដ្ឋានអនុញ្ញាតនិងបទបញ្ញត្តិពាក់ព័ន្ធរបស់សាធារណរដ្ឋកូរ៉េលោកសង្ឃឹមថាក្រុមហ៊ុននឹងបន្តពង្រីកទីផ្សារទៅកាន់បណ្ដាប្រទេសផ្សេងទៀតនៅពេលខាងមុខ